ក្រមសហព័ន្ធយុវជនបូជាការពីយុទ្ធធននៅតែបន្តជូនជាសម្ភារៈជាស្បៀងជូនប្រជាពលរដ្ឋភាគសឹកបងនៅកន្លែងជំរំមួយនេះគឺមាន300គ្រួសារជាងបងប្អូនការជួយបន្តពីក្រមសហព័ន្ធយុវជនបូជាការពីយុទ្ធធនដោយទឹកភ្លៀងរលឹមអញ្ចឹងតទៅរហូតគឺបន្តទៅរហូតគឺអត់ឈប់ទេលុះត្រាតែបានសន្តិភាពតែបើបានសន្តិភាពហើយក៏នៅតែជួយប្រជាពលរដ្ឋដែរក្រីក្របន្ថែមទៀតបងប្អូនណាថ្ងៃនេះជំរំមួយនេះហើយនៅបន្តទៅវិរៈកងទ័ពជួមុខទៀតតោះបងប្អូនហើយកម្មវិធីទាំងអស់នេះក៏សូមផ្ដាំផ្ញើជូនបងប្អូនយើងមួយចំនួនដូចជាដែលខាងมันអាចថតកន្លែងដែលប្រជាពលរដ្ឋភាគសឹកសម្រាប់ជំរំហ្នឹងឯងមិនមែនទេបងប្អូនគឺការហាមឃាត់ពីក្រសួងគឺមានការហាមឃាត់ដូចជាចលាសភាវត្តចលាតបជំរំចម្រុករបស់កងទ័ពអាហ្នឹងគឺយើងហាមថតក៏ប៉ុន្តែប្រជាពលរដ្ឋភាគសឹកគឺយើងថតទៅបង្ហាញគឺបង្ហាញរុញការវិវាទមួយនេះរុញសោតវនីរកម្មមួយនេះជូនទៅអន្តរជាតិដើម្បីឲ្យអន្តរជាតិមើលការហើយនឹងអនុវត្តផ្ដន់ទាទោសថ្កល់ទោសទៅប្រទេសសៀមណា